Ok, chào mừngចូលឆ្នាំចាំតលេងអញ្ចឹងមិនក៏បានដែរបើសិនជាអ្នកនរគ្នាមានបន្ទប់ប្រជុំប្រហែលប៉ុណ្នេះអញ្ចឹងខ្ញុំមានរបស់មួយចង់ណែនាំដល់អ្នកនរគ្នាហៅថា Interactive Display របស់ brand Hikvision អញ្ចឹងសម្រាប់ Interactive Display ដែលយើងបានតម្លើងនេះគឺមានຂະຫນាត65 inch ហើយក៏យើងមានຂະຫນាតធំជាងនឹងដែរខ្ញុំនឹងបង្ហាញនៅតិចទៀតហើយសម្រាប់ model នេះដែរគឺយើងមាន built in ជាមួយនឹង webcam ជាមួយនឹង mic សម្រាប់សូបសំឡេងហើយនៅលើ Interactive នេះដែរគឺយើងមាន software សម្រាប់ remote whiteboard ដែលយើងអាចធ្វើការគូសវាបានបាទហើយក៏យើងមានកម្មវិធីផ្សេងៗទៀតដែលយើងអាចតម្លើងបានដែលវា support ជាមួយគ្នាដូចជា YouTube 10 UPS ដែលជាកម្មវិធីមួយក្នុងការឲ្យយើងបើកWord Excel PowerPoint ជាដើមបាទអញ្ចឹងយើងមាន software មួយចំនួនសម្រាប់ធ្វើការប្រជុំឬក៏បង្រៀនជាដើមហើយនៅលើ Interactive Design ក៏មាន tool មួយចំនួនដែលយើងមាន built in មកស្រាប់ដូចជា Take Note បើសិនយើងចុចលើវាអញ្ចឹងទៅគឺយើងអាចធ្វើការគូសវានៅលើ slide នៅលើ screen អីជាដើមបាទហើយយើងមានផ្សេងៗទៀតកាមេរ៉ា screenshot calculator stopwatch គឺមានច្រើនមែនទែនតម្រូវសម្រាប់ប្រជុំឬក៏បង្រៀនជាដើមអូខេអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាជាមួយនឹងខនាត75 inch មួយទៀតដែលយើងមាន built in ហើយវាជាស៊េរីថ្មីរបស់ Vision អញ្ចឹងនេះគឺជាខនាត75 inch បាទវាមាន design ថ្មីវាអត់មាន webcam built ខាងលើទេគឺវា built in ជាមួយនឹង frame របស់ interactive ហ្នឹងតែម្ដងហើយក្រៅពី share screen វាយើងអាចធ្វើការ connect ជាមួយនឹង dongle មួយនេះដើម្បីធ្វើការ remote ហើយវា smooth ជាងដែលយើង share wireless បាទហើយវាមាន bridge ក្នុងការគូសវាបើសិនជាយើងជិលប្រើដៃហើយជាពិសេសក៏វាមាន output port ច្រើនដែរសម្រាប់យើងធ្វើការដោតក្នុងការ display ឬក៏export ទៅជាសំឡេងឬក៏ mic អីជាដើមមានតែខាងក្រោយមានតែខាងមុខអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់មើល full video review អំពី product មួយនេះយើងជួបគ្នានៅវីដេអូក្រោយហើយវីដេអូនេះគឺខ្លីតែប៉ុណ្្នឹងទេអរគុណ